បាទយើងខ្ញុំទាំងអស់គ្នាសូមបានកាយក្រុមជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទជាថ្ងៃចុងសប្តាហ៍បាទគឺផ្ទះបាយចល័តរបស់យើងគឺនឹងមានការចែករំលែកជាមួយនឹងមុខម្ហូបថ្មីសប្តាហ៍នេះគឺយើងខុសពីសប្តាហ៍មុនមែនទេបងតាមពីបរិយាកាសមែនទេបាទអញ្ចឹងសម្រាប់ថ្ងៃនេះគឺផ្ទះបាយចល័តរបស់យើងក៏បានបន្ថែមជាមួយនឹងទីតាំងថ្មីមួយទៀតបាទដែលទីតាំងរបស់យើងគឺស្ថិតនៅផ្សាររាត្រីសន្សានបឹងកក់តតែម្ដងបាទថ្ងៃនេះផងដែរក៏មានការ sponsor ពីខាងម៉ាលីសលក់ត្រីឆ្អើរធម្មជាតិបាទអញ្ចឹងបងគិតថាត្រីឆ្អើរនេះធ្វើអីខ្លះដែរបងសម្រាប់ជាការចែករំលែកដល់បងប្អូនយើងដែលបានទស្សនាចាសម្រាប់ត្រីឆ្អើរនេះដោយសារវាមានច្រើនដែរអញ្ចឹងសប្តាហ៍នេះយើងធ្វើម្ហូប2មុខម្ជូរប៉េងប៉ោះត្រីឆ្អើរចាហើយជាមួយនឹងញ៉ាំស្វាយចាស្វាយត្រីឆ្អើរថ្ងៃហ្នឹងគឺយើងមាន2មុខសូមអធិស្ឋានដល់ប្រិយមិត្តពុកម៉ែបងប្អូនអរគ្នាបងណាមានសម្លេងរំខានបន្តិចដោយសារតែជារៀងរាល់ថ្ងៃសុក្រសៅរ៍ទឹកគឺផ្សាររាត្រីសន្សានគឺនឹងមានការប្រគំតន្ត្រីបាទសម្រាប់បងប្អូនដែលគាត់អញ្ជើញមកសម្រាប់ញ៉ាំអីជួបជុំគ្នាឬក៏កំសាន្តលេងចុងសប្តាហ៍អញ្ចឹងណាបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលនៅបណ្ដុំបឹងកក់បាទក៏អាចអញ្ជើញមកចូលរួមលេងកំសាន្តក៏អាចចូលឈានមកជាមួយនឹងផ្ទះបាយចល័តរបស់យើងផងដែរបាទអាចមកចូលរួមថាធ្វើម្ហូបជាមួយនឹងពួកយើងបើដូចជាបើថាអត់ចង់ធ្វើគឺអាចមកភ្លក់តែម្ដងបាទគឺយើងស្វាគមន៍តែម្ដងបាទគឺអូខេឥឡូវសុំសួរទៅភ្ញៀវកិត្តិយសរបស់យើងបាទកញ្ញាជាតារាកិត្តិយសបាទមានចំណាប់អារម្មណ៍បែបណាដែរសម្រាប់មុខម្ហូបរបស់យើងសម្រាប់ថ្ងៃនេះដែរចាសម្រាប់នាងខ្ញុំវិញចាប់អារម្មណ៍ជាងគេគឺបុកស្វាយត្រីឆ្អើរព្រោះឯត្រីឆ្អើរនេះគឺតំណងឆ្ងាញ់មែនទែនចាមិនទាន់បានញោមផងខ្ញុំមើលទៅមានអារម្មណ៍ថាស្រួយហើយឈ្ងុយតែម្ដងបាទហើយឆ្លៀតឱកាសនេះក៏សូមអរគុណដល់ម្ចាស់ sponsor របស់យើងគឺសប្តាហ៍នេះគឺបងម៉ាលីសបាទម៉ាលីសលក់ត្រីឆ្អើរធម្មជាតិបាទហើយក៏មានការចូលរួមពី Yummy KH Food ផងដែរបាទតោះដើម្បីកុំឲ្យខាតពេលវេលាយូរយើងចាប់ផ្ដើមធ្វើទាំងអស់គ្នាបងតោះចាសម្រាប់គ្រឿងផ្សំរបស់យើងទី1គឺយើងមានត្រីឆ្អើរចាយើងមានត្រីឆ្អើរចាហើយយើងក៏មានជាមួយនឹងផ្លែប៉េងប៉ោះចាហើយយើងមានជាមួយនឹងឃ្លោកចាយើងមានជាមួយនឹងឃ្លោកយើងលាយមួយប៉េងប៉ោះចាហើយក្នុងនោះដែរក៏យើងអត់ភ្លេចដែរចាយើងមានមួយពងត្រីចាពងត្រីចាហើយក៏មានជាមួយនឹងម្ទេសផ្លោកចាហើយក៏មានជាមួយនឹងអំបិលចាក្នុងនោះដែរយើងមានជាមួយនឹងម្អមមកការស្លម្ជូរនេះគឺយើងស្លដោយម្ជូរយើងធម្មតាទូទៅអញ្ចឹងតែគ្រាន់តែយើងត្រីឆ្អើរចាត្រីឆ្អើរជាមួយនឹងពងត្រីនេះគឺយើងបន្ថែមសម្រាប់យករសជាតិចាបន្លែស្រស់ធម្មជាតិរបស់យើងណាបងណាចាខ្មែរយើងពិតណាចាអូខេសម្រាប់តារាកិត្តិយសរបស់យើងគឺសប្តាហ៍មុនគឺត្រូវមកមើលណាតែសប្តាហ៍នេះគឺត្រូវមកជួយធ្វើទាំងអស់គ្នាបាទតែជួយធ្វើដើម្បីអីដើម្បីឆាប់ចេះពេញចិត្តធ្វើព្រោះដោយសារយើងជាមនុស្សស្រីត្រូវចេះហើយចាសម្រាប់បន្លែរបស់យើងគឺយើងមានឃ្លោកចាយើងមានប៉េងប៉ោះចាយើងស្លបែបម្ជូរស្រែបងប្អូនទាំងគ្នាចាសម្រាប់ម្ជូរឃ្លោកគឺយើងហាន់បែបច្រវាមូបែបហ្នឹងប៉េងប៉ោះបងប្អូនទាំងគ្នាណាយើងអាចយកពណ៌លាយគ្នាចាហើយនឹងទុំបាទដើម្បីឲ្យសម្លរបស់យើងមានសោភ័ណភាពគួរចង់ញ៉ាំតែម្ដងបាទចាហើយសម្រាប់បងចាពេញប៉ោះក្រហមល្អដូចបងឯងអញ្ចឹងណាសម្រាប់ការហាន់ពេញប៉ោះស្លគឺយើងហាន់ទៅតាមចំណូលចិត្តរបស់យើងផ្លែពេញប៉ោះនេះវាតូចដែរអញ្ចឹងយើងហាន់យកតែ3ជ្រុងទេមិញបាត់តារាកិត្តិយសទៅណាបាត់មិញមកផ្លេតមិញមិញហ្នឹងតែចងំដាក់ណោតជូរអស់មួយកែវហីទឹកណោតជូរពីខាងណាវិញចាទឹកណោតជូររបស់ខ្មែរយើងឆ្ងាញ់ណាមកពីដើមសុទ្ធហ្មងហើយបងប្អូនចង់ញ៉ាំទឹកត្នោតជូរមកអាចមកនៅទីនេះបានអញ្ចឹងម៉ែថាមកផ្ទះបាយចល័តមានទឹកត្នោតជូរទៀតឥឡូវឡើង version ហើយបាទជាមួយនឹងអរិយបំពអរិយក្លុកអូខេតោះអញ្ចឹងយើងបន្តទៀតបាទចាសម្លនេះចង់បានជូរចេញពីបន្លែចេញពីប៉េងប៉ោះអញ្ចឹងថ្ងៃនេះយើងប្រើប៉េងប៉ោះរៀងច្រើនបន្តិចអញ្ចឹងបន្លែបាន2មុខហើយអញ្ចឹងឥឡូវអានេះនៅដៃបងម្ទេសផ្លោកចាម្ទេសផ្លោកអញ្ចឹងស្លម្ជូរយើងប្រើម្ទេសផ្លោកដែរមកណោះចានេះទៅតាមចំណង់ចំណូលចិត្តចាសម្រាប់ម្ជូរស្រែយើងត្រូវតែដាក់ឲ្យជាទូទៅយើងត្រូវតែដាក់ដោយសារទី1ជួយកាត់ឆ្អាបចាទី2បង្កើនគុណភាពឲ្យឆ្ងាញ់ចាមានសម្រស់ណាចាតែបើសិនជាហឹលដូចជាមិនសូវហឹលហ្មងទេនេះអត់សូវហឹលទេចាយើងដាក់តាមចំណូលចិត្តណាអ្នកដែលអត់ចេះហឹលក៏អត់ចាំបាច់ដាក់ទេចាមានអ្នកខ្លះគេដាក់ខ្ទឹមគេដាក់ម្ទេសទៀតតែសម្រាប់នាងខ្ញុំអត់ចូលចិត្តដាក់ត្រឹមតែម្ទេសចាស្លម្ជូរហឹលគឺឆ្ងាញ់បាទអញ្ចឹងឃើញថាមុខម្ហូបខ្មែររបស់យើងគឺមានច្រើនមែនតើនិយាយទៅរាប់រយរាប់ពាន់រាប់ម៉ឺនមុខឯណោះអ
អញ្ចឹងមុខម្ហូបនីមួយៗធ្វើខុសៗគ្នាទៅតាមតំបន់នីមួយៗបាទអ្នកខ្លះគាត់ចូលចិត្តនេះអ្នកខ្លះចូលចិត្តនោះអញ្ចឹងទៅអាចបន្ថែមទៅតាមចំណង់ចំណូលចិត្តគឺមិនខុសប្លែកអីទេមែនទេគឺនិយាយទៅគេហៅថាការកែច្នៃប្រឌិតបាទបើថាអ្នកខ្លះគាត់និយមតគ្នាតាំងពីជំនាន់ពុកម៉ែគាត់ជាទួតលួតទលាតាំងពីដើមមកអញ្ចឹងទៅបាទប៉ុន្តែសម្រាប់ផ្ទះបាយចល័តគឺនឹងមានការកែច្នៃជាមួយនឹងមុខម្ហូបដែលថ្មីហើយក៏នាំមកជាមួយនឹងការភ្លក់នៅរសជាតិសម្រាប់ជូនបងប្អូនទាំងអស់គ្នាដែលបានទស្សនាផងដែរបាទឃើញថាយើងផ្សំគ្រឿងនេះចិត្តហើយចាយើងមានជាមួយនឹងម្រះព្រៅហើយក៏ដូចជាម្អមដែរចាដើម្បីធ្វើឲ្យរសជាតិម្ជូរយើងកាន់តែឆ្ងាញ់បាទនិយាយទៅបើតាមខ្ញុំដឹងគឺគ្រប់ស្លម្ជូររបស់ខ្មែររបស់យើងគឺអត់អាចខ្វះម្អមហ្នឹងមែនទេបងនិយាយទៅគឺខ្ញុំសង្កេតមើលគ្រប់ខេត្តគ្រប់តំបន់គឺម្អមគឺអាចចោលហ្នឹងមែនទេបាទដោយសារតែម្អមគឺវាជួយបង្កើនគេហៅថាក្លិនឈ្ងុយឆ្ងាញ់រសជាតិនិយាយទៅគឺបើខ្វះម្អមដូចខ្វះអីមួយយ៉ាងនិយាយទៅបាទជាពិសេសសម្រាប់បន្លែឃ្លោកតែម្ដងបាទត្រូវការម្អមចាំបាច់តែអញ្ចឹងឃើញថាបន្លែរបស់យើងគឺយើងធ្វើហើយតោះយើងដាំទឹកស្លទាំងអស់គ្នាដាំទឹកពុះហើយថ្ងៃនេះគឺយើងអត់ប្រើប្រហុកយើងធម្មតាទេគឺយើងប្រើទឹកប្រហុកដែលបានការ sponsor ពី Yummy KH Food បាទចាសម្រាប់ស្លទាំងអស់គ្នាបាទនិយាយទៅទឹកប្រហុកនេះគឺប្រើបានទូទៅបងប្អូនណាគឺមិនថាញ័រមិនថាភ្លាមិនថាស្លមិនថាធ្វើស៊ុបឬក៏អីអាចប្រើបានបាទដើម្បីបង្កើនរសជាតិឲ្យឈ្ងុយឆ្ងាញ់ចាបើសិនជាចង់ឲ្យប្រហុកកាន់តែមានរសជាតិឆ្ងាញ់ចាសម្រាប់អ្នកដែលអត់ចេះញ៉ាំប្រហុកក៏ញ៉ាំបានចាកុំភ្លេចជាមួយនឹងទឹកប្រហុកពី Yummy KH Food ចាឥឡូវនេះទឹកយើងពុះហើយគឺយើងចាប់ផ្ដើមធ្វើការចាក់ជាមួយនឹងប្រហុកទាំងអស់គ្នាចាមុននឹងប្រើគឺយើងធ្វើការក្លុកសិនដើម្បីឲ្យប្រហុកវាសព្វសាច់ឡើងមកវិញបងប្រុងចាក់ទឹកហ្នឹងដាក់ក្នុងហ្នឹងចាទឹកប្រហុកហ្នឹងគឺយើងស្លតែម្ដងបើសម្រាប់ខ្ញុំវិញគឺខ្ញុំស្លប្រហុកសវ៉ាហើយខ្ញុំយកមកជ្រុំហើយជ្រុំមិនខ្លាចចូលឆ្អឹងទៀតចាហើយខ្ញុំចង់ដឹងថាបងធ្វើបែបម៉េចឥឡូវនេះគឺមានលក្ខណៈងាយស្រួលមែនតើអត់ចាំបាច់យើងជ្រុំប្រហុកទេគឺយើងប្រើជាមួយនឹងទឹកប្រហុកដែលយើងផ្សំស្រាច់ហើយនេះចាគឺថាឆ្ងាញ់ចាំទៅស្រួលហើយបង្កើនរសជាតិថែមទៀតចានិយាយទៅគឺផ្ទះបាយចល័តគឺតែងតែនាំយកអ្វីដែលថ្មីដែលស្រួលងាយសម្រាប់បង្កើនជូនបងប្អូនយើងល្អសម័យនេះពិតជាជឿនលឿនមែនតើហើយស្រួលហើយល្អហើយឆ្ងាញ់ថែមទៀតណាអូខេឥឡូវសម្លរបស់យើងគឺចាប់ដើមចេញជារូបរាងហើយមែនទេបងបាទចាប់ដើមឈ្ងុយឲ្យក្លិនបដាបដានិយាយទៅកោពោះឲ្យខ្ញុំចាឈ្ងុយមែនតើនិយាយទៅប្រហុកបើកាលណាប៉ះជាមួយនឹងទឹកក្តៅពុះបែបនេះគឺគឺក្លិនកាន់តែឈ្ងុយតែម្ដងបាទឈ្ងុយប្រហុកមកឈ្ងុយណាចាឥឡូវនេះគឺយើងដាក់អំបិលចូលចាបញ្ជាក់បងប្អូនទាំងគ្នាសម្រាប់សម្លម្ជូរគឺអត់ប្រើស្ករទេចាប្រើស្ករគឺបាត់អត្តសញ្ញាណសម្លម្ជូរហើយចាសម្រាប់ប៊ីចេងគឺនាងខ្ញុំជ្រើសរើសយកប៊ីចេងសញ្ញាឆ្នាំងក្អមចាវាក៏មាន9ចំពោះប៊ីចេងនេះគឺជាប៊ីចេងរបស់កូនខ្មែររបស់យើងបាទគឺស្នាដៃកូនខ្មែរផលិតនៅក្នុងស្រុករបស់យើង100%បងប្អូនណាហើយគឺជាប្រភេទប៊ីចេងដែលមានគុណភាពរសជាតិឈ្ងុយឆ្ងាញ់គឺនិយាយទៅគឺអត់ប៉ះពាល់ដល់សុខភាពទេអត់មានជាតិកាត់ជាតិគីមីអីច្រើនទេគឺល្អសម្រាប់ផ្ទះបាយតែម្ដងបាទឥឡូវនេះគឺយើងដាក់ប៊ីចេងចាប៊ីចេងសញ្ញាឆ្នាំងក្អមឥឡូវយើងដល់វគ្គដាក់បន្លែហើយអញ្ចឹងយើងដាក់អីមុនបងចាទី1យើងដាក់ម្ទេសអញ្ចឹងត្រូវដាក់ម្ទេសមុនបងណាចាម្ទេសមានពណ៌ខៀវមានពណ៌ក្រហមដែរវាស្អាតទេណាអានេះរំលេចពណ៌បងណាចាវាជួយកាត់ស្អាតហើយវាជួយឲ្យសម្រស់ស្អាតទៀតចាបន្ទាប់មកទៀតគឺយើងដាក់ជាមួយនឹងពងត្រីជួយដល់វគ្គពិសេសហើយណាបងប្អូនកុំប្រព្រឹត្តភ្នែកបាទអានេះពងត្រីអីគេបងបញ្ជាក់បងប្អូនយើងផងចាពងនេះគឺពងត្រីសដាយពងត្រីសដាយបងប្អូនដែលអត់ស្គាល់អាចមើលបានបាទពងត្រីសដាយអូខេសម្លម្ជូរពងត្រីឆ្អើរចាបាទត្រីឆ្អើរបន្ទាប់មកទៀតគឺយើងប្រើជាមួយនឹងត្រីឆ្អើរចាត្រីឆ្អើរនេះគឺថាថ្មីហើយស្រួយល្អណាស់ចាត្រីឆ្អើរនេះគឺយើងបានការ sponsor ពីម៉ាលីចាម៉ាលីធម្មជាតិនៅខាងស្ទងបាទចាត្រីឆ្អើរនេះគឺថាថ្មីបាទចាថ្មីល្អបាទមកល្មមនិងបរិមាណនៃសម្លរបស់យើងមួយឆ្នាំងបាទแล้วកញ្ញាឈ្ងុយនៅប៉ុណ្ណឹងអូយធំឈ្ងុយមែនតើឈ្ងុយអីគេអូយសម្រាប់ខ្ញុំគឺឈ្ងុយម្ទេសផ្លោកហ្នឹងហ្មងក្លិននេះក្លិនឈ្ងុយហ្មងខុសពីខ្ញុំឈ្ងុយទឹកប្រហុកវិញនិយាយទៅគឺម្យ៉ាងម្នាក់បាទចាទឹកប្រហុកឈ្ងុយអញ្ចឹងសម្លរបស់យើងគឺចិត្តហើយហ្មងណាចា
ចាឥឡូវនេះគឺយើងដួសពពុះវាចេញឲ្យអស់បងប្អូនទាំងគ្នាណាដើម្បីកុំឲ្យសម្លរបស់យើងឆាប់ផ្អូមចាយើងរក្សាគុណភាពសម្លរបស់យើងសម្រាប់បន្លែគឺនាងខ្ញុំប្រើដាក់ឃ្លោកមុនប៉េងប៉ោះដោយសារអីឃ្លោករឹងជាងប៉េងប៉ោះ បាទចំពោះបន្លែទាំងអស់នេះគឺយើងបានអូโซนជាមួយនឹងប្រព័ន្ធអូโซนរួចរាល់ហើយបងប្អូនណាបាទអញ្ចឹងអូโซนគឺដើរតួនាទីសំខាន់ណាស់បងប្អូនណាគឺនៅក្នុងផ្ទះបាយក៏ដូចជាតកតងជាមួយនឹងសុខភាពម្ហូបអាហារគឺតម្រូវការចាំបាច់ជាមួយនឹងការប្រើប្រាស់អូโซนបាទដូចជាការអូโซนចេញពីបន្លែផ្លែឈើត្រីសាច់គ្រប់ប្រភេទបាទសូម្បីតែទឹកយើងញ៉ាំហ្នឹងក៏យើងអាចអូโซนបានដែរអញ្ចឹងសម្រាប់បងប្អូនដែលឆ្ងល់គឺអាចតាមដានជាមួយនឹង page របស់យើងគឺផ្ទះបាយចល័ត ចាបន្ទាប់ទៀតគឺយើងដាក់ជាមួយនឹងប៉េងប៉ោះ បាទជាមួយនឹងប៉េងប៉ោះបាទឃើញថាប៉េងប៉ោះរបស់យើងគឺស្ពិតជាស្រស់ស្អាតមែនតើគឺមានទុំមានសាគៀលមានខ្ចីបាទគឺលាយឡំគ្នាដើម្បីបង្កើនជាមួយនឹងសម្រស់នៃមុខម្ហូប អានេះគឺយើងដាក់អំបិលចាអំបិលនេះគឺយើងដាក់ល្មមបានហើយដោយសារម្ជូររបស់យើងគឺយើងមានបន្លែប៉េងប៉ោះអញ្ចឹងប៉េងប៉ោះមានរសជាតិជូរស្រាប់អញ្ចឹងបន្លែយើងអាចបន្ថែមអំបិលទុំដើម្បីឲ្យវាជូរដិតបាទសម្លម្ជូររបស់យើងគឺចិត្តរួចហើយបងណា ចិត្តរួចហើយចាយើងរងចាំតែទឹកសម្លពុះទេចាពុះហើយគឺជាការស្រេចតែម្ដងយើងនៅដាក់គេហៅថាម្រះព្រៅជាមួយនឹងម្អមបាទចុងក្រោយ ចាឃើញថាម្ជូរពងត្រីនេះចា សម្លឆ្អិនហើយអញ្ចឹងខ្ញុំសុំភ្លក់តើរសជាតិយ៉ាងណា មិនដែររសជាតិ រសជាតិជូរល្មមប្រៃល្មមផ្អែមល្មមនិយាយពិសេសជាងគេគឺចេញពីប៉េងប៉ោះគឺជូរឆ្ងាញ់តែម្ដងមានជាតិតែម្ដងចាំមួយទៀតហើយប្រហើយប្រយ និយាយផ្អែមមែនហើយហ្មងនិយាយទៅមកឆ្ងាញ់តែម្ដងណាលោកខេនអូខេឥឡូវខ្ញុំភ្លក់ម្ដងបាទនេះពងត្រីរបស់យើងបាទនេះចាញ៉ាំពងត្រីអញ្ចឹងហ្មងបាទចានឹងបើណាមើលតែមាត់ក៏ដឹងដែរលោកអើយឆ្ងាញ់និយាយទៅផ្អែមទៅគាត់ថាមែនតាបង ចាផ្អែមនេះប្រហែលជាផ្អែមចេញពីបន្លែបាទម្ជូរនេះជូរល្មមពេញចិត្តខ្ញុំហ្មងបាទហើយក៏មានរសជាតិរៀងផ្អែមដែរគេហៅថាទឹកដមរបស់បន្លែបាទអញ្ចឹងកញ្ញានិយាយខុសឲ្យផ្អែមនេះមិនផ្អែមដាក់ស្ករទេគឺផ្អែមបែបធម្មជាតិចេញពីបន្លែបាច់ដែរសម្រាប់អ្នកភ្លក់ចាស្លនេះបាទសម្រាប់ខ្ញុំមកឲ្យ9លើ10ចាអត់ដល់ឲ្យ10លើ10ទេបើនៅសល់មួយទៀតទុកទៅអីគឺដោយសារអីដោយសារចេះតែបងប្អូនដោយសារខ្ញុំអត់ចូលចិត្តញ៉ាំឃ្លោកបាទអញ្ចឹងតាមពិតទៅរសជាតិសម្លនេះគឺឆ្ងាញ់បាទជាប់មាត់ជាប់ចិត្តតែម្ដងគឺ10លើ10បាទតែសម្រាប់ខ្ញុំឲ្យ9លើ10ដោយសារខ្ញុំអត់ចូលចិត្តញ៉ាំឃ្លោកចាបាទចោតតារាកិត្តិយសរបស់យើងវិញចានិយាយទៅចំពោះខ្ញុំវិញប៉េងប៉ោះខ្ញុំចូលចិត្តមកតេប្លង់ខ្ញុំចូលចិត្តពងត្រីនឹងរត់តែចូលចិត្តទៀតអញ្ចឹងកញ្ញាចូលចិត្តតែពងហ្មងណាចុះព្រោះអាហ្នឹងរត់តែចូលចិត្តទៅមិនវិញធ្លាប់ញ៉ាំច្រើនណានៅចូលចិត្តញ៉ាំពងចាចូលចិត្តញ៉ាំពងឲ្យតែពងគឺទូទៅគឺចូលចិត្តទាំងអស់ហ្មងអត់មានថាលើកលែងអីមួយទេណាទេអត់លើកលែងគឺចូលចិត្តទាំងអស់ឲ្យតែពងចាហើយអ្វីដែលខ្ញុំរៀងអត់សូវចូលចិត្តដោយលោកខីនដែរគឺថាឃ្លោកអត់សូវចូលចិត្តទេចូលចិត្តញ៉ាំឃ្លោកអីចឹងហ៎តែតឡាចមិនដែរតឡាចចូលចិត្តព្រោះតឡាចបើស្បែកខ្ញុំឲ្យស្អាតចាហើយបើនិយាយពីរសជាតិវិញចាខ្ញុំសុំឲ្យបន្ទុកបងចាក្នុងកម្រិតមួយដោយសារដកតែឃ្លោកចេញឯងតែរសជាតិឆ្ងាញ់ជាពិសេសនោះគឺទឹកប្រហុកហ្នឹងគឺស្ងុយតែម្ដងបងប្អូនចាគឺ90ចា90លើចាំមកថា9លើ9ចា9លើ9ចាឥឡូវហ្នឹងអូខេហើយយើងដាក់ជីចាយើងដាក់ម្អមបាទជាការស្រេចតែម្ដងចាអូខេបងប្អូនឥឡូវសម្លគេហៅថាសម្លស្ងោរម្ជូរពងត្រីឆ្អើរបាទបានរួចរាល់ 100% បាទជួបជាមួយនឹងពួកយើងនៅវីដេអូបន្ទាប់គឺតុអាហាររីករាយចារឿងរ៉ាវរបស់លោកអ្នកគឺជាចក្ខុវិស័យរបស់យើងខ្ញុំ